ជំរាបសួរបងមួយចាថ្ងៃនេះបងមួយទាំងមួយដុំមួយរីឯនេះផ្លែនេះគឺផ្លែអីគិតថាបងមួយដែលភាគតិចណាដែលស្គាល់ចាផ្លែនេះគេហៅថាផ្លែដកម៉ៃចាឥឡូវផ្លែហ្នឹងទុំហើយខ្ញុំដាំទៅទុំបានមួយផ្លែនេះឥឡូវបេះយកមកចែកគ្នាភ្លក់រសជាតិតាមពិតខ្ញុំក៏អត់ដែរញ៉ាំដែរផ្លែហ្នឹងដោយសារគេចាស់ពីដើមគាត់និយាយថាផ្លែហ្នឹងគឺផ្លែនៅក្នុងវាំងអញ្ចឹងណានេះឥឡូវខ្ញុំមកបេះផ្លែហ្នឹងនេះចាដើមវាអញ្ចឹងណាហើយខ្ញុំដាំនៅចិត្តរៀនទេវតានិយាយទៅគឺដាំទៅផ្លែបានប្រហែល2 3ផ្លែហ្នឹងហើយឥឡូវទុំបានមួយហើយចានាំបងមួយមកឲ្យស្គាល់នេះផ្លែដកម៉ៃចានិយាយទៅផ្លែហ្នឹងគឺអត់សូវសម្បូរអ្នកដាំទេដោយសារវាអត់សូវមានពីមុនមកឬក៏យ៉ាងម៉េចខ្ញុំអត់ដឹងដែរតែដោយសារខ្ញុំដឹងដោយចៃដន្យអញ្ចឹងឥឡូវខ្ញុំដាំបានសម្រាប់ឆាយផ្លែដកម៉ៃនេះឥឡូវកាត់ឲ្យបងមួយទាំងអស់គ្នាបានស្គាល់នេះចាផ្លែវាផ្អែមហើយក្អូបនិយាយទៅឆ្ងាញ់ហើយខ្ញុំកាត់ញ៉ាំទៅហ្នឹងចាឲ្យបងមួយចង់បានអាវយឺតដូចខ្ញុំពាក់នេះគឺបងមួយអាចឆាតចូល page Lina Fashion Cambodia ឬក៏មកតូប32 Desero ផ្សារអូឡ িম্প ិកចូលតាមច្រកលេខ3និងនៅផ្លូវ348ចិត្តក្រាសាំង Total ទួលស្វាយព្រៃ1ចាបងមួយដែលចង់បានគឺបញ្ញាប់កំងណាទាំងដុំទាំងរាយចាចិត្តចូលឆ្នាំហើយអរគុណមួយដែលតែងតែគាំទ្រដល់ហាងលីណា